ទីខ្លឹមសារគួរយល់ដឹងខ្លីៗនិងលើកយកគុណធម៌មួយគឺការអត់ធន់យកមកវិភាសារឿងរ៉ាវក្នុងជីវិតនេះមានច្រើនណាស់រឿងដែលគួរដែលពេញចិត្តហ្នឹងក៏មានមិនពេញចិត្តហ្នឹងមិនក៏មានហើយជាធម្មជាតិនៃជីវិតរបស់មនុស្សម្នាក់ហ្នឹងមិនអាចជៀសផុតពីរឿងដែលមិនគួរពេញចិត្តរឿងដែលមិនល្អបានទេគេនិយាយដើមគេចាក់ចុចគេរករឿងឬក៏ថាខាតលៀបខាតយួរអីទាំងអស់ហ្នឹងអញ្ចឹងដើម្បីឲ្យជីវិតនឹងបានសុខនឹងយើងមិនអាចបដែតបដោយឲ្យចិត្តរបស់យើងនឹងលងទទួលយកតែរបស់ល្អហើយទាត់ចោលអ្វីដែលមិនល្អទេវាជារឿងមិនអាចទៅរួចទេសូម្បីតែព្រះអាទិត្យព្រះច័ន្ទក៏នៅមានគេទេដៀលបានអ្នកស្រែហាលស្រូវគេថាព្រះអាទិត្យរះថ្ងៃរះល្អណាស់អ្នកភ្នំពេញគេថាថ្ងៃក្តៅសឹងបែកក្បាលចឹងក្នុងជីវិតហ្នឹងទៅមានគុណធម៌មួយគឺសេចក្តីអត់ធន់ចំពោះពាក្យពេចន៍របស់អ្នកដទៃហ្នឹងគេនិយាយឌឺដងលើខ្សែលើយើងបន្តិចតួចយ៉ាងណារឿងណាដែលយើងអាចបំភ្លេចចោលបានយើងអាចបំភ្លេចទៅហើយបើយើងចង់ឈ្នះកុំយកកំហឹងទៅឈ្នះបុគ្គលនឹងអីត្រូវយកភាពអត់ធន់ខន្តីមេត្តានៅក្នុងចិត្តពីព្រោះបើគេខ្លាំងគេខឹងគេមួម៉ៅគេដុតឆេះភ្លើងម្ដុំហើយយើងយកភ្លើងយកសាំងទៅចាក់ជាមួយបុគ្គលនឹងទៀតនាំឲ្យភ្លើងនឹងកាន់តែធំមិនអាចដោះស្រាយបញ្ហាបានទេអញ្ចឹងរឿងសំខាន់ណាស់ដែលយើងត្រូវចេះខន្តីអត់ធន់ហើយជាពិសេសក្នុងឋានៈជាអ្នកដឹកនាំគ្រួសារក្តីស្ថាប័នណាក្តីគឺថាភាពខន្តីអត់ធន់នេះជារឿងខានមិនបានទេបើមិនសម្បូរដោយភាពខន្តីអត់ធន់នឹងទេធ្វើឲ្យសម្ដីវាចាឬក៏កាយវិការឬក៏ការសម្រេចចិត្តនឹងមានគ្រោះថ្នាក់សម្រាប់ខ្លួនឯងនិងគ្រោះថ្នាក់សម្រាប់អ្នកនៅក្រោមបង្គាប់នឹងអញ្ចឹងបានជានៅក្នុងការសាងខ្លួនឲ្យបានត្រាស់ជាពុទ្ធនឹងព្រះអង្គក៏មានបារមីមួយគឺខន្តីបារមីហើយនៅក្នុងទស្សពុទ្ធរាជធម៌ហ្នឹងក៏ត្រូវមានអវិហិង្សាមានខន្តីមានការមិនចងកំហឹងទុកនឹងឯងហើយរឿងនេះមិនអាចធ្វើមួយថ្ងៃបានទេរឿងខន្តីអត់ធន់នេះត្រូវការព្យាយាមសង្កត់ចិត្តរលឹករឿយទៅតាមដានចិត្តខ្លួនឯងហ្នឹងកុំឲ្យវាលង់នៅក្នុងអំណាចនៃកំហឹងឆេវឆាវជួនកាលវាអាចសម្រេចកិច្ចការបានខ្លះដែរប៉ុន្តែលទ្ធផលមិនសូវជាបានល្អហើយច្រើនតែមានភាពវិបដិសារីក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងអញ្ចឹងវាជារឿងកិច្ចការងាររបស់យើងផ្ទាល់ខ្លួនជាការទទួលខុសត្រូវរបស់បុគ្គលម្នាក់ក្នុងការរៀនអប់រំទទួលរឿងល្អរឿងមិនល្អដែលកើតឡើងក្នុងជីវិតហ្នឹងពេលខ្លះរឿងខ្លះហើយយើងអាចបំភ្លេចចោលក៏សឹងតែបានដែរឧបមាវាដូចជាថាសម្រាមបើវានៅក្នុងផ្ទះសម្បែងយើងបោះចេញទៅហើយយ៉ាងណារឿងនៅក្នុងជីវិតហ្នឹងក៏អញ្ចឹងដែររឿងណាអាក្រក់ពិបាកគិតទៅស្មុគស្មាញពាក្យគេឌឺដងធ្វើឲ្យយើងឈឺចាប់យើងអាចបំភ្លេចចោលខ្លះទៅពីព្រោះវានាំតែកើតក្តីក្តៅក្រហាយដល់យើងឯងត្រូវតែឆ្លាតវាងវៃបញ្ញាសន្សំនៅក្នុងចិត្តឲ្យបានរឿយទើបជីវិតហ្នឹងវាបរិបូរដោយសេចក្តីសុខហើយអ្នកដែលច្រើនដោយខន្តីអត់ធន់គឺជាមនុស្សដែលមាននៅគុណធម៌ដ៏ខ្ពង់ខ្ពស់ហើយជាទីស្រឡាញ់ជាទីពេញចិត្តនៃមនុស្សទេវតាអ្នកនៅជុំវិញខ្លួនក្រមបង្គាប់វាទាំងអស់គឺថាស្រឡាញ់ចូលចិត្តណាស់ដោយសារបុគ្គលហ្នឹងជាមនុស្សបរិបូរដោយភាពត្រជាក់ត្រជុំនៅក្នុងចិត្តហើយផ្សាយភាពត្រជាក់ត្រជុំហ្នឹងដល់អ្នកដទៃនៅជុំវិញខ្លួនយើងទៀតអញ្ចឹងជារឿងមួយដែលយើងត្រូវសាងសង់ក្នុងជីវិតហ្នឹងឲ្យបានកាន់តែច្រើនកាន់តែល្អមែនបានន័យថាយើងឲ្យគេជិះជាន់រហូតមិនតស៊ូទេយើងតស៊ូព្យាយាមតវ៉ាប៉ុន្តែឲ្យតស៊ូព្យាយាមតវ៉ាក្នុងនៃមិនមានការខឹងក្រោធតបទៅវិញទេអញ្ចឹងសូមញាតិញោមកណ្ណា